មាសបានធ្លាក់ចុះដល់តម្លៃ$6090នៅក្នុងមួយដំឡឹងបាទស្វាគមន៍បងប្អូនទាំងអស់គ្នាមកជួបខ្ញុំបាទងាយខេងនៅក្នុងវីដេអូថ្មីសម្រាប់បងប្អូនដែលមិនទាន់មានគណនីទិញលក់ហាងចេញមាសអាចធ្វើការបើកគណនីតាមរយៈខ្ញុំបាទបានដើម្បីមានឱកាសជួយនៅក្នុង Channel VIP និងទទួលបានការប្រឹក្សា24ម៉ោងលើ24ម៉ោងផងដែរកាលពីម្សិលមិញបងប្អូននៅក្នុង Channel VIP របស់ខ្ញុំបានចំណេញច្រើនគូសំដែរដោយសារតែខ្ញុំបានទម្លាក់ set up ឲ្យពួកគាត់ត្រៀមទិញនៅក្នុងតម្លៃ$5119នៅក្នុងមួយអោនហើយតម្លៃមាសក៏បានធ្លាក់ចុះទៅប៉ះ buy limit របស់យើងហើយក៏បានឡើងត្រឡប់មកវិញរហូតដល់តម្លៃ$5036-37នៅក្នុងមួយអោនធ្វើយើងចំណេញរហូតដល់ជាង20លេខឯណោះពេលយប់ដោយសារតែយប់ជ្រៅខ្លាំងពេកតាមការពិតខ្ញុំមានតំបន់ទី2និងតំបន់ទី3ឲ្យពួកគាត់រងចាំនៅក្នុងការទិញដូចគ្នាគ្រាន់តែថាយប់ខ្លាំងពេកលើសពីម៉ោង11ហើយខ្ញុំក៏បានប្រាប់ឲ្យបងប្អូន VIP របស់ខ្ញុំចូលសម្រាកហើយយើងឃើញថានៅពេលយប់ជ្រៅគឺតម្លៃមាសបានធ្លាក់ចុះខ្លាំងមែនទែនរហូតដល់តម្លៃ$5055នៅក្នុងមួយអោនឬក៏$6090ក្នុងមួយដំឡឹងហើយយើងឃើញថានៅព្រឹកនេះតម្លៃមាសក៏បានហក់ឡើងត្រឡប់មកវិញមកដល់តម្លៃដែលខ្ញុំកំពុងតែធ្វើវីដេអូនេះតម្លៃខ្ពស់បំផុតរបស់ខ្លួនគឺ$5120ជាងនៅក្នុងមួយអោនហើយយើងឃើញថាតម្លៃមាសបានធ្លាក់ចុះខ្លាំងប៉ុន្តែក៏បានងើបឡើងត្រឡប់មកវិញនៅព្រឹកនេះផងអាប់ដេតអំពីស្ថានភាពសង្គ្រាមនៅឯមជ្ឈិមបូព៌ានៅតែបន្តក្តៅគគុកដដែលបើទោះបីជាមានភាពស្ងប់ស្ងាត់បន្តិចខ្លះមិនដូចជាការបើកប្រយុទ្ធគ្នាមុនដំបូងក៏ពិតមែនប៉ុន្តែក៏មិនទាន់មានឬក៏ឃើញសញ្ញាការបញ្ចប់នៅសង្គ្រាមមជ្ឈិមបូព៌ានេះណាមួយកើតឡើងដែរឥឡូវគឺកំពុងតែមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ផងដែរកុំភ្លេចរងចាំមើលទាំងអស់គ្នាទៀតថាតើតម្លៃមាសនឹងបន្តឡើងទៅរកតម្លៃខ្ពស់បន្តបន្ទាប់ទៀតឬក៏អាចមានការធ្លាក់ចុះទៅខាងក្រោមវិញដោយសារតែយើងឃើញថាបច្ចុប្បន្នតម្លៃមាសជាមួយនឹងតម្លៃប្រេងឆៅគឺកំពុងតែដើរបញ្ច្រាស់គ្នាបើសិនជាតម្លៃប្រេងឆៅឡើងតម្លៃមាសធ្លាក់ចុះហើយបើសិនជាតម្លៃប្រេងឆៅធ្លាក់ចុះតម្លៃមាសបែរជាកើនឡើងទៅវិញកុំភ្លេចតាមដានព័ត៌មានទាំងអស់នេះនៅក្នុង Channel Telegram និង follow page Facebook ផ្លូវការរបស់ខ្ញុំបានដើម្បីទទួលបានការអាប់ដេតថ្មីបំផុតផងដែរ